thiên bọn ấy dây pi ở chip càng nghề vì chỉ xa đạt được mũi tao bông ôn dịp xếp ôn này gặp bông tờ riêng nơi thằng chia lái á để toàn từ nâng ca chọc ở chip nơi mà hai chia lái rồi con này đã hiện chích chọc hỏi đã trong chọc ở chip càng nghề nhưng trong tiệp tha muốn nâng chọc ở chip càng nghề nhưng cô ta xoay vô là chọc ba vì ở chip đã dương nâng thở chọc vô nâng xoay vô lúc mình tha nhưng tại đang là tá ở chip nâng càng nghề khác để dương thở thổi bộ cana thì dương ở văn xoay vô vì muốn á vì thời dương bộ bạn chụp chơi được không là chip nâng rồi có ai thời dương ai thơ khó từ nâng crom sal thoa từ không là chip nâng tiệt lực trong ưu tiêu môi tha dương trong thợ bẹt chẳng bởi dương trong thợ bẹt dương thực cật mới sinh ra hết ấy ban dương trong thợ bẹt hồ một bà hai để khơi tha dương trong thợ bẹt để xả ấy bởi dương cái tháng dương trong thợ bẹt để sai dương khơi bẹt chỉ nẹt miên ban hồ lui xuống lấy hiện năng dương từ thợ bẹt cứ khó dương bộ bạn khai tới chỉ nẹt miên á bộ để san là pe để dương trôi chập ở chip thợ bẹt nó dương bà con cho miên làm thun thon bộ dương trong miên dương trong xuống dương cái thâm miên tới xuống lấy giống á phần chạy sải bẹt mà này bẹt cứ chìm nụ đá chui chỉ vật nẹt ở tay bởi dương không miên à rom mà nô sinh chết tận na không ca trong chui sùng chui chỉ vật nẹt tay á dương từ thợ bẹt đôi thợ bạp luôn ấy hơi có đôi thợ bạp gì đấy dươngនឹង chập thôn chập on chập thập khăng nẹt chừng bao dương dươngនឹងមានអារម្មណ៍មួម៉ៅក្តៅក្រហាយនៅពេលដែលអ្នកជំងឺយើងពិបាកនិយាយស្ដាប់គ្នាព្រោះយើងជួបអ្នកជំងឺអ្នកជំងឺមានន័យថាគាត់អត់ស្រួលក្នុងខ្លួនហើយតែគាត់អត់ស្រួលអារម្មណ៍ការនិយាយស្ដីវិញ្ញាណរបស់គាត់ហ្នឹងគឺអត់សូវនឹងណោឯស្មារតីគាត់ចឹងវាធ្វើយើងមានអារម្មណ៍ឆាប់មួម៉ៅកាលណាតែយើងចាប់អាជីពហ្នឹងដោយសារតែយើងមិនមែនស្រឡាញ់ការសង្គ្រោះតែបើសិនជាយើងជាអ្នកស្រឡាញ់ការសង្គ្រោះយើងចាប់អាជីពហ្នឹងគឺយើងសប្បាយចិត្តព្រោះយើងបានជួយសង្គ្រោះជីវិតគេយើងមានក្តីសន្តោសមានក្តីអាណិតអីចឹងយើងឃើញគេអញ្ចឹងទៅគឺគេពិបាកវេទនាយើងអាណិតចឹងយើងខំអស់ពីចិត្តពីថ្លើមហ្មងយើងធ្វើការអត់ខ្លាចនឿយហត់ពោះជាអ្វីដែលយើងចង់បានគឺជាសេចក្តីសុខរបស់យើងមួយចង់និយាយថាតែហត់មិនប៉ុន្តែយើងមានអារម្មណ៍ថាយើងមានក្តីសុខព្រោះយើងបានជួយសង្គ្រោះជីវិតរបស់អ្នកដទៃហើយអាហ្នឹងជាអាជីពដែលយើងស្រឡាញ់ហើយត្រឡប់វិញបើសិនជាយើងចង់មានបានបើយើងពិតជាចង់មានបានយើងគួរតែចាប់អាជីពជាអ្នករកស៊ីជាអីវិញទៅជាអ្នកជួញដូរជាអីចឹងទៅបានវាស័ក្តិសមព្រោះបើយើងទៅចាប់អាជីពដូចពេទ្យដូចមេធាវីដូចតុលាការមន្ត្រីរាជការហើយយើងចង់ខ្លាចជាអ្នកមានចង់ខ្លាចជាសេដ្ឋីយើងនឹងទៅប្រព្រឹត្តអំពើដែលមិនសមចាំមិនគប់បីដែលនាំឲ្យបង្កើតទុកលំបាកដល់អ្នកដទៃហើយក៏ទុកលំបាកដល់ខ្លួនយើងហើយវានឹងធ្វើឲ្យយើងសោកស្ដាយនៅពេលដែលយើងចាស់ទៅយើងចិត្តស្រត់ទៅបានយើងនឹកស្ដាយក្រោយថាធម៌សម្បត្តិដែលយើងរកមកហ្នឹងដែលយើងខំធ្វើបាបគេបាបឯងដើម្បីបានធម៌សម្បត្តិទាំងហ្នឹងមកវាអត់បាននាំឲ្យយើងយកវាទៅជាមួយទេបានតែគេឈ្មោះបានតែអីហ្នឹងដែលវាស្អុយក៏គ្រប់ដែលយើងបានធ្វើដែលអំពើមិនធំត្រូវអស់ហ្នឹងណាដែលយើងនាំទៅយើងមានអារម្មណ៍ថាសោកស្ដាយចំពោះទង្វើខ្លួនឯងចឹងយើងត្រូវច្បាស់ថាយើងចង់ធ្វើអីឧទាហរណ៍ថាយើងចង់ធ្វើគ្រូបរិញ្ញាចឹងយើងត្រូវច្បាស់ថាយើងជាមនុស្សម្នាក់ចូលចិត្តស្រាវជ្រាវចូលចិត្តបហាត់បរៀនបញ្យលអីចឹងណាចូលត្រូវតែចូលចិត្តរឿងអស់ហ្នឹងព្រោះការងារអស់ហ្នឹងជាការងាររបស់គ្រូបង្រៀនចឹងយើងត្រូវដឹងចឹងហ្មងដល់ពេលយើងដឹងចឹងពេលយើងចាប់អាជីពគ្រូបរិញ្ញាយើងស្រួលយើងអត់ឈឺក្បាល5ថ្ងៃវិញនឹងត្រូវដឹងថាអាជីពអីក៏ដោយកាលណាតែយើងស្រឡាញ់វាយើងធ្វើវាអស់ពីចិត្តពីថ្លើមណាយើងមិនដែលក្រទេគ្រាន់តែថាវាមិនទៅជាសក្ខីអីណាមានបានធំដុំដូច Bill Gates Elon Musk អីវាមិនមានទៅដូចគេចឹងហើយប៉ុន្តែយើងក៏អាចរស់នៅក្នុងជីវភាពសមរម្យជីវភាពថ្លៃថ្នូរមួយដែរកាលណាតែយើងចូលចិត្តអាជីពរបស់យើងតែចាំថាអាជីពអីក៏ដោយឲ្យតែយើងពេញចិត្តចូលចិត្តវាណាយើងនឹងធ្វើវាបានល្អកាលណាយើងធ្វើវាបានល្អយើងមានក្តីសុខកាលណាយើងមានក្តីសុខយើងអត់ចាំបាច់ត្រូវការសម្ភារៈខាងក្រៅយកមកលម្អតុបតែងឲ្យយើងលោឆាយទៀតទេហ្នឹងដូចគេនិយាយថាអ្នកមានមែនតើអញ្ចឹងគេអត់ចាំបាច់ប្រើខ្សែកខ្សែដៃមាសពេជ្រអីណាលម្អខ្លួនកៅអៅថ្លៃៗទេពួកគេមានហ្មងគេដឹងខ្លួនគេមានហ្មងគេអត់ចាំបាច់ត្រូវការអញ្ចឹងធ្វើឲ្យគេអត់គេហៅថារស់នៅដោយសុបាយចិត្តដោយស្ងប់ចិត្តណាអញ្ចឹងកាលណាយើងស្រឡាញ់ជាមួយអាជីពរបស់យើងមានអារម្មណ៍ថាយើងស្រួលយើងមានអារម្មណ៍ថាយើងរីករាយយើងមានអារម្មណ៍ថាយើងស្ងប់ចិត្តអីចឹងហ្មងវាអូតូម៉ាទិកចឹងហ្មងតែបើសិនយើងចាប់អាជីពនឹងដែលមិនជាអាជីពយើងស្រឡាញ់តែថាយើងចង់បានលុយយើងនឹងរស់នៅដោយអត់សុបាយចិត្តរាល់ថ្ងៃព្រោះយើងចង់បានការសរសើរយើងគិតថាសរសើរធ្វើយើងសុបាយចិត្តយើងចង់មើលទៅលយលុកខូលអញ្ចឹងយើងយកខំទិញនេះទុំនោះយកមកលម្អខ្លួនចង់មកប្រអួតគេឲ្យគេសរសើរឲ្យគេថាយើងហំហានឲ្យយើងលយឆាយយើងបង្ហាញពីអំណាចយើងអីចឹងណាបង្ហាញពីអំណាចថាអូណាយើងអ្នកមានយើងមានអំណាចយើងអាចលោកអំពានទៅលើអ្នកដទៃបានគេគ្មានហ៊ានធ្វើអីយើងទេពេលហ្នឹងគឺទុកទោសមកលើខ្លួនយើងហើយយើងសង្កេតឃើញអ្នកដែលគាត់ប្រើអំណាចខុសដែលគាត់ជ្រុកមួយអំណាចឃើញពេលឃើញមានបញ្ហា
ឃើញរដ្ឋាភិបាលចាប់វាយខ្នោះច្រើនអាហ្នឹងអញ្ចឹងពេលខ្លះថាគាត់មិនជាសប្បាយចិត្តមកអាជីពរបស់គាត់ទេចុះគាត់ចេះតែខំបង្ហាញឲ្យគេឃើញអញ្ចឹងដើម្បីឲ្យខ្លួនគាត់មានអារម្មណ៍ថាគាត់មោទនភាពជាមួយនឹងខ្លួនឯងទុយមកវិញបើសិនជាយើងមោទនភាពជាមួយនឹងការងារអាជីពរបស់យើងយើងអត់ចាំបាច់ត្រូវបង្ហាញគេព្រោះយើងសប្បាយចិត្តខាងក្នុងមួយហ្នឹងយើងមានអារម្មណ៍ថាស្ងប់ចិត្តខាងក្នុងព្រោះយើងពេញចិត្តទៅនឹងអាជីពរបស់យើងហ្នឹងអញ្ចឹងវាធ្វើឲ្យយើងចង់និយាយថាអត់ទៅប្រព្រឹត្តអំពើដែលខុសឆ្គងដែលនាំឲ្យយើងមានអារម្មណ៍ស្ដាយក្រោយនៅពេលក្រោយទេអញ្ចឹងត្រូវចាំឲ្យច្បាស់ភាសាទៀតធ្វើអាជីពត្រូវគិតមើលច្បាស់ថាតើយើងចង់បានជីវិតបែបណាយើងចូលចិត្តសកម្មភាពនៅក្នុងអាជីពហ្នឹងមែនទេអត់អីចឹងណាគិតមើលឲ្យច្បាស់យើងពិតជាចូលចិត្តធ្វើវាទៅបើយើងពិតជាអត់ចូលចិត្តទេដោយសារតែយើងចង់បានលុយចង់អីគេទៅសើចង់អីទេអាហ្នឹងយើងកុំអីអូមកដូចមន្ត្រីរាជការអញ្ចឹងយើងគាត់ថាខ្ញុំចង់ធ្វើមន្ត្រីរាជការព្រោះខ្ញុំចង់បានអំណាចដើម្បីជិះជាន់គៀបសកលលើអ្នកតីអូដល់ពេលយើងគិតអញ្ចឹងពេលយើងទៅធ្វើមន្ត្រីយើងនឹងខ្លាចជាមន្ត្រីម្នាក់ដ៏គំរូហ្មងពេលហ្នឹងគឺយើងនឹងស្ដាយក្រោយហ្មងចង់និយាយថាពេលខ្លះមិនធំអត់អំណាចទេអស់អំណាចទេមិនសួរអាចជាប់គុកទៀតអាហ្នឹងឃើញកន្លែងទៅតែបើសិនយើងគិតថាអត់ទេខ្ញុំចង់ធ្វើជាមន្ត្រីរាជការដោយសារតែខ្ញុំចង់អភិវឌ្ឍភូមិឃុំរបស់ខ្ញុំចង់ធ្វើឲ្យប្រជាជនរស់នៅបានសុខស្រួលអីដូចនេះដូចចវាយស្រុកប្រទាយស្រីតែគាត់កំពុងតែធ្វើហ្នឹងអីអាហ្នឹងយើងទៅធ្វើមន្ត្រីគឺសមហ្មងដូចគាត់ធ្លាប់និយាយអញ្ចឹងគាត់ចង់អភិវឌ្ឍស្រុកទេសអីដែលគាត់គ្រប់គ្រងឲ្យបានល្អអីយើងឃើញគាត់ធ្វើទៅឃើញមើលទៅគាត់សុបាយមើលទៅគាត់សកម្មភាពរបស់គាត់មើលទៅគឺគេទៅសារថ្លៃថ្នូរហ្មងឃើញណាអញ្ចឹងគឺគាត់ចង់និយាយថាបើតាមស្ដាប់មើលទៅគឺគាត់អត់ដែរទៅពពៀនណាគេអញ្ចឹងគេគោរពស្រឡាញ់គ្រប់គ្នាហ្មងឃើញស្អីគាត់ស្រឡាញ់អាជីពរបស់គាត់ហ្នឹងហ្មងស្ដាប់តែគេសភាគាត់គឺគាត់ស្រឡាញ់ហ្មងអាហ្នឹងនិយាយទៅឃើញថាគាត់ពេញចិត្តអាជីពប៉ុន្តែយើងឃើញមន្ត្រីដែលមានបញ្ហាដែលខូចឈ្មោះយល់ឃើញគាត់ព្រមអំណាចទៅជិះជាន់ទៅគៀបសកលលើអ្នកដទៃឃើញមានបញ្ហាច្រើនណាស់ហ្នឹងដោយសារថាអាជីពហ្នឹងមិនមែនជាអាជីពដែលគាត់ស្រឡាញ់ទេគាត់ធ្វើហ្នឹងដោយសារគាត់ចង់បានអីផ្សេងទៀតអាហ្នឹងដែលជាបញ្ហាអញ្ចឹងណាដែលជាបញ្ហាអញ្ចឹងយើងត្រូវដឹងខ្លួនយើងហ្មងថាអាជីពដែលយើងប្រងធ្វើហ្នឹងជាអាជីពអីគេហើយការងារក្នុងអាជីពហ្នឹងធ្វើអីគេត្រូវដឹងពីសកម្មភាពនៅក្នុងហ្នឹងដល់ពេលស្វែងយល់ឲ្យដឹងច្បាស់ហើយបានយើងចាប់មកគឺត្រូវហ្មងថាយើងធ្វើវាមកគឺវាពិតមួយយើងវាស័ក្តិសមមួយវាពេញចិត្តហ្មងអានោះឧទាហរណ៍ដូចខ្ញុំយើងវិស្វករសំណង់ចុះអ្នកខ្លះស្រឡាញ់សំណង់ព្រោះតែគាត់ថាវិស្វករសំណង់ភិជនមានបានធូរធារអញ្ចឹងណាប៉ុន្តែខ្លះទៀតអត់ទេគាត់ថាគាត់ស្រឡាញ់ការសាងសង់ហ្នឹងហ្មងចឹងដល់ពេលចេញធ្វើការជាក់ស្ដែងអ្នកដែលស្រឡាញ់ការសាងសង់ហ្នឹងគាត់នឹងជោគជ័យព្រោះតែគាត់ដើរហាថ្ងៃហាក្តៅអីគឺគាត់អត់ធុញគាត់សុបាយឃើញការសាងសង់ហ្នឹងគាត់ចូលចិត្តទៅពិនិត្យទៅឆែកទៅវាស់ទៅវែងណាណីចឹងចូលចិត្តចិត្តចង់អីក៏គាត់សុបាយហ្មងជុះការងាររបស់គាត់គឺមកស្អាតហ្មងដល់ពេលស្អាតធ្វើឲ្យគេឈ្មោះគាត់ល្បីចឹងទៅចឹងគាត់នឹងមានការងារបន្តរហូតគេចេះតែជួលគាត់ហើយបានតម្លៃខ្ពស់ទៀតវាធ្វើឲ្យជីវភាពគាត់ធូរធារមកតែតម្លៃដែលយើងអត់ស្រឡាញ់ទេយើងគ្រាន់តែចង់បានលុយយើងអត់ហ៊ានទៅឈរហាក្តៅយើងទៅចដៅធុញណាយើងចូលចិត្តទៅណាមើលកម្មកគូវិសអីណាអង្គុយគូប្លង់មុខកុំព្យូទ័រឬស្អីអីចឹងយើងធុញដោះស្រាយបញ្ហាចឹងដល់ពេលយើងធ្វើទៅយើងនឹងធ្វើវាប្លែកណាស់តែចឹងគុណភាពការងាររបស់យើងក៏វាអន់ទៅតាមនឹងដែរដល់ពេលគុណភាពការងាររបស់យើងអន់ចឹងវាធ្វើឲ្យយើងអត់អាចធ្វើការងារហ្នឹងបានល្អទេវាអត់អាចឲ្យយើងធ្វើការងារហ្នឹងបានល្អដល់ពេលវាអត់អាចធ្វើការងារយើងបានល្អយើងនឹងជាវិស្វករអត់មានគុណភាពវិស្វករអត់គុណភាពយូរគេលែងជួលយើងអញ្ចឹងយើងអត់មានការងារធ្វើទេអញ្ចឹងយើងអត់អាចរស់នៅដោយជីវភាពធូរធារបានទេបើសិនយើងអាចធូរធារបានធូរធារក្នុងករណីបោកប្រាស់គេអាហ្នឹងក៏រស់នៅអត់បានសុខដែរកន្លែងហ្នឹងអញ្ចឹងត្រូវដឹងកន្លែងហ្នឹងថាធ្វើអីក៏ដោយត្រូវស្វែងយល់ឲ្យច្បាស់សិនថាអាជីពហ្នឹងយើងពិតជាពេញចិត្តយើងពិតជាចូលចិត្តការងារនៅក្នុងអាជីពហ្នឹងបើសិនយើងអត់ចូលចិត្តទេធ្វើផ្លាស់ប្ដូរទៅអូយខ្ញុំនិយាយមកទៀតថាស្វែងយល់ឲ្យច្បាស់កុំដោយសារតែលុយដោយសារតែអំណាចទៅធ្វើវាកុំដោយសារលុយដោយសារតែអំណាចតែយើងធ្វើវាដោយសារតែយើងពេញចិត្តដោយសារតែយើងស្រឡាញ់ដល់ពេលយើងពេញចិត្តយើងស្រឡាញ់យើងនឹងធ្វើវាបានល្អព្រោះកាលណាតែយើងធ្វើវាបានល្អមានគុណភាពវានឹងជាតម្រូវការរបស់មនុស្សគ្រប់គ្នាទោះបីជាមន្ត្រីរាជការក៏ដោយទោះបីជាធ្វើការនៅជាមួយអង្គការសង្គមស៊ីវិលឬក៏ស្អីអង្គការក្រៅរដ្ឋាភិបាលឬក៏ធ្វើការជាមួយក្រុមហ៊ុនឯកជនអីក៏ដោយកាលណាយើងពេញចិត្តមួយវាអញ្ចឹងទៅយើងនឹងខ្លាចជាមនុស្សដែលមានគុណភាពការងាររបស់យើងគុណភាពយើងនឹងខ្លាចជាគេហៅថាតម្រូវការរបស់មនុស្សណាចឹងពេលហ្នឹងយើងមានតម្លៃអញ្ចឹងទោះបីយើងធ្វើការក៏បានប្រាក់ខែបានច្រើនប្រាក់ឈ្នួលកម្លាំងពលកម្មអញ្ចឹងណាទោះបីយើង freelance ក៏យើងអត់ខ្វះការងារធ្វើអីចឹងណាអញ្ចឹងវាអត់សូវជាពិបាកឯងព្រោះការងារអានោះជាការងារដែលយើងចូលចិត្តយើងធ្វើបានល្អបាទអញ្ចឹងខ្ញុំសង្ឃឹមថាគំនិតហ្នឹងនឹងជួយដាស់តឿនបងប្អូនក្នុងការរើសជំនាញណាជាពិសេសអាណាព្យាបាលកុំបង្ខំកូន
ដោយសារតែចង់ឲ្យកូនមានបានអីចូលតែចូលនេះផ្ដោះសិទ្ធឲ្យគាត់ក្នុងការសម្រេចចិត្តថាគាត់ពិតជាចូលចិត្តផ្នែកនឹងមែនអត់ព្រោះកាលណាតែគាត់ចូលចិត្តគាត់នឹងធ្វើបានល្អអញ្ចឹងឪពុកម្ដាយនឹងទទួលបានមោទនភាពដោយសារតែកូនតែបើសិនជាបខំកូនទៅរៀនជំនាញអ្វីដែលគាត់អត់ចូលចិត្តទេព្រោះតែសារគិតថានឹងរកលុយបានច្រើនណាកូននឹងអាចធ្វើឲ្យខូចមុខមាត់ឪម៉ែវិញដោយសារតែគាត់ធ្វើវាអត់បានល្អទេព្រោះគាត់អត់ចូលចិត្តអាហ្នឹងគាត់ធ្វើទៅវាធុញបាទអញ្ចឹងសង្ឃឹមថាកំណត់ទីបងហ្នឹងជួយផ្លាស់ប្ដូរបានតកតងទៅនឹងការគិតហើយនឹងការសម្រេចចិត្តបាទសូមអរគុណ